សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការបង្កើត Gmail ដោយខ្លួនឯងបែបងាយៗដំបូងខ្ញុំចូល Safari បើសិនជាទូរស័ព្ទបងប្អូន Android ចូល Google Chrome មកហើយបន្តទៀតខ្ញុំចុចពាក្យថា Google Email ហើយបន្តមកទៀតកន្លែងនេះវាលោតមកច្រើនតែបងប្អូនមកអក្សរតូចនោះដាក់ថា support.google ហើយយើងចុចលើវាមកបន្តមកទៀតបងប្អូនអូសមកក្រោមមកហើយចុចពាក្យថា create an account បន្ទាប់ពីចេញបែបនេះហើយបងប្អូនចុចអាខាងជ្រុងស្ដាំខាងលើបន្ទាប់មកបងប្អូន scroll មកខាងក្រោមរកពាក្យថាបញ្ចូលគណនីផ្សេងចុចទៅលើវាមកដល់កន្លែងនេះគឺបងប្អូនចុចកន្លែងពាក្យថាបង្កើតគណនីថ្មីចុចទៅលើវាមកបកមកបន្ទាប់មកវាចេញជំរឿឲ្យបែរអញ្ចឹងយើងចុចអាខាងលើមកគឺយើងបង្កើត Gmail នេះប្រើប្រាស់សម្រាប់ខ្លួនឯងអញ្ចឹងយើងចុចអាខាងលើបំផុតតមកគឺកន្លែងនេះបើឲ្យដាក់ឈ្មោះយើងអញ្ចឹងបងប្អូនដាក់ឈ្មោះបងប្អូនមកតកូលខាងលើដាក់តកូលយើងមកហើយខាងក្រោមយើងដាក់ឈ្មោះខ្លួនឯងមកតមកចុចពាក្យថាបន្តចូលកន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតយើងមកហើយភេទខ្ញុំដាក់ភេទប្រុសមកហើយតមកខ្ញុំចុចបញ្ជូនតមកកន្លែងនេះវាលោតឲ្យស្រាប់អញ្ចឹងបងប្អូនគ្រីសយកមកទៅមួយខាងលើក៏បានខាងក្រោមក៏បានតមកខ្ញុំចុចពាក្យថាបន្ទាប់កន្លែងនេះគេឲ្យយើងវាយលេខសម្ងាត់អញ្ចឹងបងប្អូនដំបូងចុចអក្សរធំអក្សរឧទាហរណ៍ផ្ដើមដោយអក្សរ B អញ្ចឹងដាក់អក្សរ B ធំអញ្ចឹងទៅចាខាងលើយើងវាយយ៉ាងណាខាងក្រោមយើងវាយអញ្ចឹងទៅហើយចុចគ្រីសមកតមកយើងចុចពាក្យថាបន្តទៀតហើយកន្លែងនេះយើងចុចខាងឆ្វេងមកកន្លែងនេះវាឲ្យយើងដាក់ Gmail ដើម្បីសង្គ្រោះអញ្ចឹងយើងបាច់ចុចទេយើងចុចខាងឆ្វេងរំលងមកហើយកន្លែងនេះវាដាក់លេខទូរស័ព្ទអញ្ចឹងយើងដាក់ពេលក្រោយបានដែរចុចរំលងទៀតមកតមកយើងចុចពាក្យថាបន្ទាប់ហើយ scroll មកខាងក្រោមហើយចុចថាយល់ព្រមមកតមកយើងបង្កើតបានជោគជ័យហើយយើងដាក់សូមស្វាគមន៍អាចហៅថាអញ្ចឹងទៅហើយបន្ទាប់មកបើសិនជាបងប្អូនចង់កែតម្រូវចង់ថែមទូរស័ព្ទឬក៏ Gmail បងប្អូនចុចខាងលើកន្លែងនេះបើឲ្យយើងបញ្ចូលលេខទូរស័ព្ទអញ្ចឹងបងប្អូនចុចទៅលើវាមកតមកវាលោតមកផ្ទាំងថ្មីហើយបើយើងដាក់លេខទូរស័ព្ទមកការដាក់លេខទូរស័ព្ទហ្នឹងគឺវាអត់ទាមទារលេខកូដទេយើងបញ្ចូលទៅយើងចុចពាក្យថារក្សាទុកហើយកន្លែងនេះគឺយើងបន្ថែម Gmail ផ្សេងដើម្បីសង្គ្រោះនៅពេលដែលយើងបាត់ Gmail នេះ